វីដេអូមួយនេះខ្ញុំចង់ចែករំលែកទៅដល់អ្នកដៃថ្មីដែលមិនទាន់បានដឹងតាក់ទងទៅនឹង page រលុយឬក៏វីដេអូរលុយរបស់យើងជាមួយនឹង Facebook ជាក់ច្បាស់ណាស់អ្នកទាំងអស់គ្នានៅពេលដែលក្រុមហ៊ុនគេទម្លាក់ប៊ូតុង set up ឲ្យឬក៏ប៊ូតុង 3 in 1 អ្នកទាំងអស់គ្នាប្រកាសជាសប្បាយចិត្តណាសប្បាយចិត្តអីគេពីព្រោះខាងក្រុមហ៊ុន Facebook នោះគេទម្លាក់ឲ្យយើងរលុយប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់បានដឹងអំពីហានិភ័យឬក៏ជំងឺបាក់ទឹកចិត្តបន្ទាប់អំពីយើងទទួលបានប៊ូតុង set up ទេដំបូងឡើយយើងសប្បាយចិត្តណាយើងត្រេកអរណាស់ដោយសារតែខាងក្រុមហ៊ុនគេទម្លាក់ប៊ូតុង set up ឲ្យយើងអញ្ចឹងណាហើយយើងសប្បាយចិត្តដែលបានរលុយជាមួយវាក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវត្រៀមចិត្តត្រៀមកាយឲ្យហើយទៅត្រៀមចិត្តត្រៀមកាយយ៉ាងម៉េចគឺនៅពេលដែលវីដេអូអ្នកទាំងអស់គ្នាដែលក្រុមហ៊ុនទម្លាក់ឲ្យ set up ហើយហ្នឹងរាល់វីដេអូទាំងអស់គឺត្រូវតែមានពាណិជ្ជកម្មមិនអញ្ចឹងហ៎អញ្ចឹងទាំងយើងទាំងគេទាំងអស់គ្នាត្រូវដឹងថាមិនសូវចូលចិត្តមើលពាណិជ្ជកម្មប្រហែលទេហេតុដូច្នេះហើយបងប្អូនដែលទៅតែមាន view តិចត្រឹមតែ 4-5k 4-10k អីហ្នឹង view ទាំងអស់ហ្នឹងនៅពេលដែលចាប់ផ្ដើមបើកពាណិជ្ជកម្មខ្ញុំជឿថា view ទាំងអស់ហ្នឹងវាលែងឡើងដល់ប៉ុណ្ណឹងទៀតហើយវានឹងអាចបាត់ទៅវិញហើយ view ក៏ចាប់ផ្ដើមតិចទៅវិញដែរដោយសារអីគេដោយសារតែអ្នកមើលហ្នឹងនៅពេលដែលចូលពឹបពាណិជ្ជកម្មគឺគាត់អូសរំលងហើយហេតុដូច្នេះហើយទើបធ្វើឲ្យ view របស់យើងហ្នឹងបាត់ទៅវិញអស់ជាច្រើនអញ្ចឹងសារដាស់តឿនឬក៏វីដេអូមួយនេះខ្ញុំជួយលើកទឹកចិត្តបងប្អូនបន្ថែមថាទោះបីជាធ្លាក់ view ក៏ដោយក៏ត្រូវតែព្យាយាមបង្កើតមាតិកាព្យាយាមបង្កើតវីដេអូឲ្យច្រើនហើយព្យាយាមទម្លាក់ទៅច្រើនទៅខាងក្រុមហ៊ុន Facebook គេនឹងជួយរុញយើងទោះបីថា view អ្នកចាស់បាត់ខ្លះក៏ដោយក៏អាចនឹងបាន view អ្នកថ្មីមកខ្លះបន្តទៀតដែរជាក់ច្បាស់ណាស់ជាមួយនឹង Facebook នេះគឺខ្ញុំចាប់ផ្ដើមជាមួយវាយូរឆ្នាំដែរហើយតាំងពីអំឡុងឆ្នាំ2018 19មកម្លេះដែលរកជាមួយនឹងFacebook ហ្នឹងហើយខ្ញុំក៏មិនមែនជោគជ័យអីខ្លាំងក្លាជាមួយនឹងក្រុមហ៊ុន Facebook ហ្នឹងដែរប៉ុន្តែវាជាបទពិសោធន៍របស់ខ្ញុំតែម្ដង page ខ្ញុំ 4-5 ធ្លាប់ទម្លាក់ទៅក្នុងមួយថ្ងៃហ្នឹងពេលខ្លះហ្នឹងទទួលបានមួយអឹមក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំចាប់ផ្ដើមបើករលុយនៅពេលដែលចាប់ផ្ដើមបើករលុយពឹបវាយូរចាប់ផ្ដើមបាត់រួចបងប្អូនមួយចំនួនខ្លះទៀតដែលដៃថ្មីខ្ញុំជួបច្រើនគឺគាត់ចាប់ផ្ដើមបាក់ទឹកចិត្តគាត់ចាប់ផ្ដើមលូថាងវាយូរបាត់អីចឹងទៅកាលពីមុនហ្នឹងមានវាយូរច្រើនដល់ឥឡូវនេះវាបាត់វាយូរអីចឹងទៅមិនត្រឹមតែ Facebook ទេសូម្បីតែ YouTube ជាដើមហ្នឹងហើយសូម្បីតែ YouTube ដែលយើងធ្លាប់ទម្លាក់ទៅមានអ្នកមើលច្រើនហ្នឹងក៏ត្រូវបាត់អ្នកមើលច្រើនដែរអានេះវាជាហានិភ័យមួយហើយក៏ជាជំងឺបាក់ទឹកចិត្តមួយដ៏ធំដែរដែលបងប្អូនទាំងអស់គ្នាមិនទាន់បានដឹងដែលជាអ្នកដៃថ្មីហ្នឹងហើយក៏ប៉ុន្តែខ្ញុំនៅតែនិយាយដដែលទៀតថាបងប្អូនត្រូវតែប្រឹងទៀតស៊ូទៀតធ្វើទៀតឲ្យតែមាតិកាឬក៏វីដេអូអ្នកទាំងអស់គ្នាល្អយើងចាប់ផ្ដើមដាក់ចូលទៅយើងនៅតែមានឱកាសជោគជ័យយើងនៅតែមានឱកាសអាចរកលុយបានច្រើនដដែលហ្នឹងហើយ view នោះក៏អាចនៅរក្សាបានដូចគ្នាអញ្ចឹងហើយបានជាខាងក្រុមហ៊ុនគឺគេជំរុញឲ្យយើងហ្នឹងធ្វើយ៉ាងណាផលិតមាតិកាខ្លួនឯង original កុំយកផុនគេមកដាក់កាលណាបើយើងយកផុនគេមកដាក់ចាប់ឆាយណែនោះយូរទៅវាបាត់អស់លីងហ្មង view នឹងលែងមានហើយនៅពេលហ្នឹងចាប់ដើមអ្នកនរគ្នាថាបាក់ទឹកចិត្តហ្នឹងរលុយមិនបានរលុយមិនអីចឹងជាមួយនឹងFacebook អញ្ចឹងឈប់ធ្វើឈប់អីចឹងទៅវាខាតអ្នកទាំងអស់គ្នាដែលខំចាប់ដើមចាប់ពីចំណុច0មកបាទអញ្ចឹងវីដេអូមួយនេះខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាប្រឹងប្រែងធ្វើហើយឲ្យបងប្អូនដឹងហើយត្រៀមចិត្តប្រុងប្រៀបទោះបីជាធ្លាក់ view អីយ៉ាងណាក៏អ្នកទាំងអស់គ្នានៅតែបន្តធ្វើវាដល់ដែលតទៅមុខទៀតបាទសូមអរគុណវីដេអូនោះមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយស៊ូ